តែមនីកសាងទឹកបញ្ចប់
ទទួលឯកភាពពីរដ្ឋមន្ត្រីក្រសួងធម្មការសាសនានិងសម្ដេចព្រះមហាសមេធាធិបតីក្នុងការកសាងបង្កើតសាខាពុទ្ធកសាកលវិទ្យាល័យផ្សេងនោះរាជចំបានបានអាទិត្យឥឡូវធ្វើផ្កាប្រាក់កសាងវិបស្សនាមជ្ឈមណ្ឌលពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជាអញ្ចឹងអស់លោកសប្បុរសទាំងអស់ដោយសេចក្តីស្រឡាញ់ចំពោះសង្គមចំពោះទឹកដីចំពោះជាតិជាពិសេសចង់ឲ្យប្រជាជាតិនេះនឹងមានសេចក្តីសុខរស់នៅប្រកបដោយវឌ្ឍនភាពចឹងទៅសម្ដេចព្រះព្រហ្មក្នុងវ័យចិត្ត90ទៅហើយនៅតែប្រឹងចឹងញោមគណៈកម្មការវត្តនឹងបានប្រាប់ពាក្យនឹងមកខ្ញុំកណាសម្ដេចជាអម្ចាស់តែគណៈកម្មការវត្តកណាអត់ទេអត់បានថាចឹងទេដោយសារកណានៅក្មេងចឹងប្រហែលជាត្រូវប្រឹងថែមទៀតអស់លោកសប្បុរសទាំងអស់រឿងដឹកនាំសង្គមនេះរឿងស្រឡាញ់សង្គមនេះស្រឡាញ់ទឹកដីទាំងអស់នេះវាមិនមែនចេះគ្រាន់តែនឹកឃើញស្រឡាញ់ហើយនឹកឃើញថាហើយនឹកឃើញចង់បានហើយក៏វាកើតព្រមតាមយើងនោះទេដូចជាពេលដែលព្រះសម្មាសម្ពុទ្ធស្ដេចទ្រង់ត្រាស់ដឹងឡើងហើយក្នុងលោកហើយព្រះអង្គញាតិញោមជ្រាបច្បាស់ហើយថាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺដើម្បីប្រយោជន៍របស់សត្វលោកដើម្បីប្រយោជន៍ដល់ជានានុជនទាំងឡាយពហុជាអ្នកហិតាយៈពហុជាអ្នកសុខាយៈអនុកម្មបាយៈចឹងបានព្រះអង្គត្រាស់សម្ដែងថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ស្ដេចទ្រង់បញ្ជូនភិក្ខុទាំង60ព្រះអង្គឲ្យចាកចេញទៅផ្សាយសាសនានោះព្រះអង្គត្រាស់សម្ដែងថាចរថភិក្ខវេចារិកੰពហុជាអ្នកហិតាយៈពហុជាអ្នកសុខាយៈអនុកម្មបាយៈមនាលភិក្ខុទាំងឡាយចូលអ្នកចារឹកទៅកាន់ទីជនបទដើម្បីប្រយោជន៍ដល់ជនដ៏ច្រើនដើម្បីសេចក្តីសុខដល់ជនដ៏ច្រើនដើម្បីធ្វើសេចក្តីអនុគ្រោះដល់ជនទាំងឡាយដើម្បីជាប្រយោជន៍ដល់មនុស្សនិងទេវតាហ្នឹងហើយញាតិញោមប៉ុន្តែថាប៉ុណ្ណឹងហើយមិនបានចប់កិច្ចនឹងទេព្រះដ៏មានប្រភេទព្រះអង្គត្រូវបំពេញពុទ្ធកិច្ច45ព្រះវស្សាដោយគ្មានសម្រានទេញាតិញោមសម្រាកតិចណាស់នៅក្នុងការជួយនៅក្នុងការទូលមានដល់ពពួកសត្វទាំងអស់ក្នុងការទូលមានដល់សង្គមក្នុងការទូលមានដល់មនុស្សលោកនេះហ្នឹងគឺការកសាងសង្គមហ្នឹងគឺដល់មិនគ្រាន់តែមានឆន្ទៈហើយចប់ទេញាតិញោមហើយមិនថាមកទេសនាស្រុកសៀមរាបអីចេះអាពូលសរសើរសម្ដេចស្រុកស្រែទេដូចថាប៉ុន្តែនៅក្នុងប្រទេសហ្នឹងធ្លាប់លួចសរសើរថាទេហើយចូលប្រជជនច្រើនឲ្យប្រឹងមិនព្រមឈប់សោះខ្ញុំកណាវ័យចិត្ត90ហើយមិនជារឿងធម្មតារឿងសាមញ្ញពេកទេគណៈម្ចាស់អញ្ចឹងការបង្កើតពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជានេះជាប្រយោជន៍ញាតិញោមសម្រាប់
ពុទ្ធមេមកជនសម្រាប់ពុទ្ធមេមកជននឹងមកបានសិក្សាព្រះធម៌អប់រំចិត្តណាជាប្រយោជន៍ញាតិញោមទីនេះវាជាកន្លែងអប់រំចិត្តហើយចិត្តនឹងបើអត់អប់រំទេមិនងាយទេញាតិញោមចិត្តណាព្រោះដល់មានកន្លែងអប់រំព្រោះអ្នកប្រាជ្ញបុរាណទាំងឡាយបានប្រឹងអស់ហើយបានព្យាយាមសពបែបយ៉ាងអស់ហើយក្នុងការអប់រំចិត្តនឹងក្នុងនោះក៏មានព្រះសម្មាសម្ពុទ្ធជាម្ចាស់មួយព្រះអង្គដែរនៅលើភពផែនដីនេះដែលប្រឹងព្យាយាមបង្ហាត់បង្រៀនដល់មនុស្សលោកឲ្យអប់រំចិត្តនឹងបានល្អអញ្ចឹងបានជានៅក្នុងអន្តរធានទាំង5ព្រះអង្គសម្ដែងបញ្ជាក់អំពីអន្តរធានទាំង5នៅក្នុងសាសនាទី1បរិយត្តិអន្តរធានការវិនិច្ឆ័យទៅញាតិញោមវិនិច្ឆ័យទៅនៃហេតុទាំង5នៅក្នុងសាសនាណាទី1ប្រសិនបើនៅក្នុងព្រះពុទ្ធសាសនានឹងអត់មានការសិក្សាព្រះបរិយត្តិគឺព្រះធម៌ទេអានឹងនាំឲ្យអន្តរធានគឺវិន័យញាតិញោមពុទ្ធបរិស័ទអត់បានសិក្សាព្រះធម៌អត់បានអីអញ្ចឹងទៅក៏មិនមានបដិបទានឹងត្រឹមត្រូវទេអញ្ចឹងជើងពុទ្ធបរិស័ទណានៅជ្រុងណាឮអីជឿអញ្ចឹងទៅញាតិញោមអ្នកសៀមរាបជឿបែបអ្នកសៀមរាបទៅអ្នកព្រៃវែងជឿបែបអ្នកព្រៃវែងទៅនឹងកាលណាតែយើងអត់មានការសិក្សាបរិយត្តិគឺព្រះសទ្ធម្មនឹងទេព្រះពុទ្ធសាសនានឹងអាចនឹងប្រឈមនឹងការបាត់បង់នឹងការសាបរលាបនឹងការសាបសូន្យអស់ទៅអញ្ចឹងបាននេះការបង្កើតសាលាព្រះបរិយត្តិការសិក្សាអីជាមួយអាចារ្យដែលជាអ្នកចេះដឹងអីទាំងអស់ហ្នឹងជារឿងចាំបាច់ណាញាតិញោមរឿងចាំបាច់ណាសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាគណៈតើអត់រៀនធម៌អត់ស្គាល់ព្រះធម៌អត់ស្គាល់ព្រះធម៌អត់ស្គាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គណៈអត់ស្គាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អត់អាចនឹងទទួលអ្វីដែលជាអត្ថប្រយោជន៍នៃការត្រាស់ដឹងរបស់ព្រះអត់មានព្រះភិក្ខទេអញ្ចឹងការសិក្សាព្រះបរិយត្តិនឹងគឺសំខាន់អស់លោកសពបរោះឥឡូវងាយញាតិញោមងាយញាតិញោមអញ្ជើញទៅរៀនតាមសាលាក៏មានឬក៏រៀនទៅតាមប្រព័ន្ធផ្សព្វផ្សាយនេះក៏មានដែរញាតិញោមដល់រៀនធម៌តែបើអត់រៀនធម៌ពុទ្ធសាសនានឹងសាបរលាបហើយអញ្ចឹងយើងនាំគ្នាវាកើតទៅកោឡាហលញាតិញោមចឹងឲ្យទៅលឺអ្នកណាគេប្រាប់ថាណោព្រះគោកើតហើយព្រះអង្គលោកឲ្យទឹកយើងនាំនេះផ្អើលឈូទៅថ្វាយអង្គមព្រះគោធម្មតាគោកាលណាតែយើងយកទឹកទៅដាក់មុខវាលិតដែរគោណាដូចគោណាញោមចាំគោដឹងអាត្មានេះចាំគោដែរហ្នឹងតែវាស្រែកវាលិតដែរហ្នឹងវាផឹកហើយយើងទៅជាយល់ថានឹងព្រះគោឲ្យពួរជ័យទៅវិញហ្នឹងឃើញទេគេយល់ថានៅរូងភ្នំនោះមានបារមីអាចធ្វើឲ្យញាតិញោមបរិស័ទនឹងបានសេចក្តីសុខជឿចឹងកោឡាហលគឺភាពច្របូកច្របល់នៅក្នុងโลกនេះហ្នឹងគឺមានច្រើនណាស់ញាតិញោមមិនមែនតែនៅក្នុងសាសនាយើងទេមិនមែនតែនៅក្នុងពុទ្ធសាសនាទេគ្រប់ទីកន្លែងទាំងអស់គ្រប់ទីកន្លែងទាំងអស់ដែលហេតុអីដោយសារតែមនុស្សហ្នឹងខ្លាចញាតិញោមភ័យបារម្ភដល់អញ្ចឹងទៅចេះតែរੂទីពឹងនេះផងទីពឹងនោះផងដល់យូរយើងនាំគ្នាជឿតាំងពីលោកខែបាំងឆាត់តាំងពីអីសពបែបយ៉ាងអស់អាហ្នឹងវាមានតាំងពីអើយមកដល់ហ្នឹងញាតិញោម
អ្នកខ្លះជឿភ្លៀងតែខែវស្សាភ្លៀងមិនចឹងអញ្ចឹងដោយសារតែអស់លោកសពបរោះជាពិសេសពុទ្ធបរិស័ទនឹងលោកអ្នកជឿជាពិសេសអ្នកជឿទៅទេសនាអញ្ចឹងទៅមានអ្នកខ្លះមិនសប្បាយចិត្តតែព្រះអង្គជឿកុំទេសអញ្ចឹងមែនទេចង់ចម្រើនពរថាអន្តរធាននៅក្នុងសាសនាហ្នឹងគឺផ្ដើមចេញអំពីព្រះបរិយត្តិដែលផ្ដើមចេញអំពីការដែលមិនសិក្សាព្រះបរិយត្តិនេះឯងកាលណាតាអត់បានយល់អំពីព្រះសទ្ធម្មនឹងទេវាមិនអាចនាំឲ្យមានការបដិបត្តិនឹងត្រឹមត្រូវទេអញ្ចឹងវាកើតតគ្នាហើយញាតិញោមកាលណាតែព្រះបរិយត្តិនឹងសាបសូន្យវានាំឲ្យការបដិបត្តិនឹងសាបសូន្យជុំវាអត់ដឹងព្រះបរិយត្តិព្រះសទ្ធម្មព្រះបានដូចជាបដិបទាដូចជាផ្លូវសម្រាប់ឲ្យមនុស្សដើរអញ្ចឹងញាតិញោមបើយើងអត់ដឹងផ្លូវណាផងតើយើងនឹងបដិបត្តិបានដោយដូចម្ដេចអញ្ចឹងហើយញាតិញោមឧទាហរណ៍បើអ្នកកាន់ពុទ្ធសាសនាអត់ស្គាល់សិល5អត់ស្គាល់សិល8ភិក្ខុសង្ឃអត់ស្គាល់ព្រះវិន័យចេះតែធ្វើបាតណាបាតណីអញ្ចឹងទៅវាហេតុដែលបដិបត្តិខុសហ្នឹងដោយសារតែมันបានសិក្សាព្រះសទ្ធម្មនឹងឯងអញ្ចឹងកាលណាទៅសាបសូន្យព្រះបរិយត្តិវានាំឲ្យសាបសូន្យដល់បដិបត្តិទេมันអាចនិយាយឲ្យស្រួលស្ដាប់ថាកាលណាតែអត់ញាតិញោមអស់លោកសពបរោះទាំងឡាយលោកអត់បានយល់អំពីព្រះសទ្ធម្មទេព្រះបរិយត្តិទេมันអាចមានឱកាសនឹងបដិបត្តិត្រឹមត្រូវឡើយមិនទេញាតិញោមហើយធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺជាព្រះសទ្ធម្មមួយដែលជាអាកាલિកោឲ្យផលមិនរងចាំកាលឡើយមានន័យថាម៉េចមានន័យថាបដិបត្តិឥឡូវនេះបានឥឡូវនេះឧទាហរណ៍ព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកត្រាស់សម្ដែងថាកាលណាតែបុគ្គលណាមួយពោពេញទៅដោយព្រហ្មវិហារធម៌នៅក្នុងចិត្តមានមេត្តាករុណាមុទិតាឧបេក្ខាបុគ្គលនោះនឹងខ្លាយទីស្រឡាញ់នៃមនុស្សនិងទេវតាទាំងឡាយបើសិនជាញាតិញោមមានចិត្តល្អមានប្រតិមានចិត្តអនុគ្រោះស្រឡាញ់ចំពោះពួកញាតិទាំងឡាយពួកជនទាំងឡាយសេចក្តីស្រឡាញ់នឹងកើតមានភ្លាមនឹងឯងត្រង់ដែលកន្លែងកើតភ្លាមនឹងឯងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ហៅថាធម៌នេះជាធម៌អកាલિកោជាការបដិបត្តិដែលមិនរងចាំកាលឡើយគឺកើតក្តីស្រឡាញ់នឹងតែមួយរំពេចហើយព្រះអង្គត្រាស់សម្ដែងបន្តទៀតថាទោសនៃទោសៈនឹងវានាំឲ្យមានការស្អប់ខ្ពើមពីជនដទៃប្រសិនបើចិត្តរបស់យើងពោពេញទៅដោយអាក្រក់ភាពអាក្រក់ឬស្សំបែបយ៉ាងបង្កហេតុផលណាមួយដែលនាំឲ្យអ្នកដទៃគ្រោះថ្នាក់វានាំមកផលរបស់វានឹងគឺនាំមកនៅការស្អប់ខ្ពើមពីជនដទៃអាហ្នឹងក៏ឲ្យផលភ្លាមអញ្ចឹងដែរញាតិញោមត្រង់កន្លែងហ្នឹងឯងដែលព្រះពុទ្ធសាសនាយើងហ្នឹងគឺនៅលោកខាងលិចគេហៅថាជាការបដិបត្តិបែបប្រកបនិយមមិនរងចាំការសម្រេចចិត្តពីអតិទេពនៅឋានសួគ៌អីទេអត់មានទេញាតិញោមអត់ទេហ្នឹងហើយប្រសង់ក្តីពុទ្ធបរិស័ទក្តីទាំងអស់ធម៌ហ្នឹងតបដិបត្តិភ្លាមបានផលភ្លាមហើយព្រះអង្គលោកត្រាស់សម្ដែងតទៀតថាបើចិត្តស្ងប់អ្នករស់នៅដោយសុខស្ងប់ទៅសុខមែនញាតិញោមស្ងប់នឹងប្រះចាអីស្ងប់កន្លែងហ្នឹងមិនមែនស្ងប់នឹងមានការយល់ច្រឡំច្រើនណាស់អ្នកខ្លះថាអ្នកកាន់ព្រះពុទ្ធសាសនានេះស្លូតល្អស្ងប់ល្អតែមិនហ៊ានតបតជាមួយគេស្ងប់ពុទ្ធសាសនាគឺនាំឲ្យអោនភាពដល់សង្គមនេះជាការខុសឆ្គងអ្នកកាន់ព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាម្ចាស់ពុំដែលបង្រៀនមនុស្សលោកឲ្យរស់នៅក្នុងភាពអន់ថយឡើយចិត្តដែលស្ងប់គឺជាចិត្តដែលមានតុល្យភាពចិត្តដែលអាចប្រឈមមុខដោះស្រាយនៅបញ្ហាបានចិត្តនោះគេហៅថាចិត្តស្ងប់ញាតិញោម
ចិត្តស្ងប់មិនចិត្តមិនធ្វើអីសោះអាហ្នឹងចិត្តខ្ជិលញាតិញោមមិនធ្វើអីសោះហ្នឹងគេខ្ជិលតែកោសច្ចៈដែរញោមខុសគ្នាណាគេថាអ្នកកាន់ពុទ្ធសាសនាហ្នឹងស្ងប់ចឹងទៅស្ងប់ឯងក្រោកដេកម៉ោង9មិនតាន់ក្រោកធ្វើការបាទហ្នឹងស្ងប់មែនទេអាហ្នឹងខ្ជិលអស់លោកអ្នកយល់ខុសអំពីពុទ្ធសាសនាហ្នឹងសូមលោកជ្រាបភិក្ខុសង្ឃនេះតែខ្ជិលត្រូវអាបត្តិណាប៉ុន្តែលោកយើងនៅតែខ្ជិលណាព្រះអង្គខ្លះខ្ជិលកណាជាចូលវត្តរាជបូរជ្រះថ្លានឹងភាពស្អាតណាសម្រាមអីមិនសូវសម្បូរស្អាតបោះស្អាតវត្តអារាមហ្នឹងជាទីមនោរម្យហ្នឹងមិនឈ្មោះថាជាការរស់នៅប្រកបដោយធម្មៈចឹងចិត្តស្ងប់ឡើយហ្នឹងគឺជាចិត្តដែលមានតុល្យភាពចិត្តមានតុល្យភាពចិត្តមិនញោមចិត្តពេលដែលវាមានរឿងអ្វីមួយនៅក្នុងជីវិតណាញោមអាចប្រឈមមុខញោមអាចដោះស្រាយរឿងទាំងអស់នោះបានដោយបញ្ញានឹងឈ្មោះថាចិត្តស្ងប់មិនភ័យមិនស្លន់មិនស្លោមិនអីទេណាញាតិញោមមើលថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាថ្ងៃដែលព្រះសារីបុត្រចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់ថ្វាយបង្គំហើយគង់ទីដ៏សមគួរហើយទូលថ្វាយថាបបិទ្ធព្រះអង្គដ៏ចម្រើនទូលខ្ញុំទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំព្រះដ៏មានព្រះភិក្ខនិមន្តទៅស្រុកកំណើតទៅបរិនិព្វានមានន័យថាទៅស្លាប់ញាតិញោមចឹងព្រះអង្គលោកឲ្យថាសូមអ្នកធ្វើដំណើរឲ្យសុខចោះមិនកន្ទក់កន្ទិញមិនសោកស្ដាយមិនស្រណោះមិនអាឡោះមិនអាល័យហើយក៏មិនត្រេកអរធម្មតាដោយសារតែព្រះអង្គស្គាល់អំពីសច្ចធម៌នៃលោកនេះថាជីវិតហ្នឹងវាត្រូវតែដល់ទីបញ្ចប់ហ្នឹងចិត្តរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អាហ្នឹងចិត្តរបស់ពួកយើងវាមិនដល់នោះប៉ុន្តែគ្រាន់ថាសម្រាប់អ្នកកាន់ពុទ្ធសាសនាបដិបត្តិធម៌ហើយអីហើយដល់ពេលមានរឿងភ័យញាតិញោមយើងអត់ទីពឹងណាអត់មានខ្លួនជាទីពឹងដោយសារចិត្តហ្នឹងវាអត់បានអប់រំឲ្យបានមមឲ្យបានប្រសើរដូចជាការបង្រៀននៅក្នុងព្រះពុទ្ធសាសនានេះខាតញាតិញោមអញ្ចឹងការបដិបត្តិនឹងសំខាន់ណាស់ខាតមិនទៀតញាតិញោមមើលជួនកាលញាតិញោមកាន់សិលមួយជីវិតដល់តែចាញ់ស្លកកោគេកូនស្លប្រៃវិញនោះអញ្ចឹងខឹងគេមួម៉ៅណាអីស្លស៊ីមកើតណាហើយទៅមកសុំសិលកាន់សិល8តែចាញ់ស្លកកោមួម៉ៅរឿងស្លឃើញទេទុកអត់ចប់ញាតិញោមមើលអានឹងចិត្តអត់តន់ស្ងប់ទេអញ្ចឹងសម្រាប់ព្រះពុទ្ធសាសនាគឺរស់នៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងបន្តិចអញ្ចឹងទៅបានសុខញាតិញោមធម្មោហវេរកតិធម្មចារីអ្នកបដិបត្តិធម៌តែងតែត្រូវបានរក្សាដោយព្រះធម៌មានន័យថាម៉េចអ្នកមានន័យថាអ្នកបដិបត្តិធម៌នឹងតែងតែទទួលផលទទួលអានិសង្សគឺសេចក្តីសុខស្ងប់អំពីការបដិបត្តិធម៌នេះឯងបើសិនជាញោមជាពុទ្ធសាសនិកហើយជាពាណិជ្ជករញោមរស់នៅក្នុងភាវៈជាអ្នកកាន់ព្រះពុទ្ធសាសនានឹងធ្វើជំនួញធ្វើការរាជការឬក៏ប្រកបមុខរបរអ្វីទាំងអស់ហ្នឹងដោយសេចក្តីសុខដោយជ្រះថ្លានៅក្នុងចិត្តដោយសារយកព្រះធម៌ហ្នឹងទៅបដិបត្តិការឲ្យទានការយោគយល់គ្នាអស់លោកអ្នកធ្វើកិច្ចការដូចជាសន្តាគារដូចជាអីនេះសិតតែការងារអត់ស្រួលទេអញ្ចឹងតើត្រូវប្រើមេត្តាចិត្តហ្នឹងឲ្យច្រើនហ្នឹងអញ្ចឹងពុទ្ធសាសនាហ្នឹងចូលទៅជួយញាតិញោមនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងពួកយើងបដិបត្តិព្រះពុទ្ធសាសនានេះគឺដើម្បីទីនេះឥឡូវនេះអ៊ីធដ្ឋានេនៅក្នុងជីវិតប្រចាំថ្ងៃនេះឯងយើងអត់រងចាំរហូតដល់ថ្ងៃយើងស្លាប់ហើយបានទៅកើតឋានសួគ៌ហើយបានសោយសុខទេអត់ទេអ្នកកាន់ព្រះពុទ្ធសាសនាគឺត្រូវតែបានផលនៅក្នុងទីនេះឥឡូវនេះប្រសិនណាបើនរៈជននោះពិតជាបដិបត្តិនៅធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មែន
នឹងត្រូវការអីញាតិញោមទី1គឺបរិយ័តដែរនឹងដល់យើងរៀនទី2បដិបត្តិទី3ប្រសិនណាបើអត់បានសិក្សានៅព្រះសទ្ធម្មទេវានឹងបាត់បង់វានឹងសាបសូន្យដល់ការបដិបត្តិមានថារួលផ្លូវមិនឃើញទេនឹងបដិបត្តិច្រកណាជ្រុងណាឲ្យត្រូវហើយនឹងមិននាំមកនឹងសាបសូន្យនៅបដិវេធៈដែលព្រះលោកសម្ដែងថាទេការចម្រើននៅមេត្តាធម៌នឹងបើសិនជាអស់លោកអ្នកបដិបត្តិសមាធិទៅនឹងសោយសុខមកវិញនឹងបដិវេធៈនឹងអត់បានផលបដិវេធៈគឺជាផលដែលកើតចេញពីការបដិបត្តិនេះឯងហើយមជ្ឈមណ្ឌលនេះជាកន្លែងពិសោធន៍ផ្លូវចិត្តហើយញាតិញោមសមាធិនេះញាតិញោមហើយអាត្មាចិត្តបារម្ភផងពេញចិត្តអនជ្រះថ្លាផងបារម្ភខ្លាចទៅពួកកន្លងមកនេះមានលោកគ្រូសមាធិមួយចំនួនហ្នឹងសមាធិចុះសមាធិឡើងឃើញតែលេខឆ្នោតហើយឃើញតែខ្មោចសមាធិយូរបាត់មនុស្សអស់អាហ្នឹងអូអាហ្នឹងដោយសារតែអញ្ចឹងទៅធ្វើឲ្យហើយអស់លោកគ្រូហ្នឹងគាត់ប្រកាសសម្ដែងទេថាធម៌ហ្នឹងធម៌ព្រះសម្មាសម្ពុទ្ធជាម្ចាស់ណាខ្ញុំបង្រៀនណាតែបដិបត្តិយូរបាត់ទាំងមនុស្សបាត់ទាំងលក់ទាំងអាកន្លែងមជ្ឈមណ្ឌលហ្នឹងទៅទៀតក៏មិនស្រួលហ្នឹងហើយនិយាយទៅទៀតហើយបើមិននិយាយទេគាត់ថាមជ្ឈមណ្ឌលការបដិបត្តិសមាធិនេះជាកន្លែងដែលពិសោធន៍ញាតិញោមឆ្លៀតមកបដិបត្តិទៅក្នុងមួយជីវិតនឹងសម្ដេចបើកជា5ថ្ងៃក្តី10ថ្ងៃក្តីកន្លះខែក្តីបើថាមិនបានយូរទេក៏ត្រឹមតែមួយអាទិត្យក៏ជាការល្អដែរការអប់រំចិត្តនេះជាទ្រព្យដ៏ប្រសើរញាតិញោមអត់មានថាញោមស្រីមកបដិបត្តិហើយទៅវិញអត់ចង់ឃើញមុខញោមប្រុសទេអត់មានទេគឺថាបដិបត្តិកាន់តែច្រើននៅជាមួយញោមប្រុសញោមស្រីនឹងកាន់តែច្រើនភរិយាស្វាមីនឹងគឺបង្រៀនចិត្តមនុស្សជាព្រះអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកត្រាស់សម្ដែងទៅញាតិញោមគឺការបដិបត្តិធម្មៈរបស់ព្រះតថាគតនេះមិនមែននាំមកនៅអនុភាពទេមិនថាអ្នកជានរណាជាអ្នកបួសឬក៏ជាក្រហមទេបើញោមរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍នឹងនាំឲ្យអាពាហ៍ពិពាហ៍នឹងកាន់តែល្អកាន់តែប្រសើរញោមស្រីក៏ស្មោះត្រង់ជាមួយញោមប្រុសក៏ស្មោះត្រង់ជាមួយញោមស្រីដោយសារយល់អំពីសភាវៈអំពីដំណើរជីវិតរបស់ខ្លួនចឹងបដិបត្តិពុទ្ធសាសនាចឹងនាំមកនៅការរីកចម្រើនចឹងញាតិញោមណាកុំបារម្ភញោមប្រុសខ្លះទៅឃើញម៉ែវាទៅវត្តយូរខ្លាចតែមកវិញលះបង់ផ្ទះសម្បែងអីអត់ទេនឹងទុកឲ្យពួកអាត្មានេះអ្នកបួសនេះហ្នឹងចឹងការបដិបត្តិនឹងសមាធិនឹងជួយឲ្យសុខជួយឲ្យចម្រើនហើយឆ្លៀតពេលញាតិញោមបដិវេធៈគឺផលដែលកើតចេញអំពីការបដិបត្តិនេះដល់តែបដិបត្តិបានផលបើអត់បដិបត្តិអត់បានផលទេញាតិញោមមិនបានទេហើយចិត្តនេះជាចិត្តនេះពិបាកប្រដៅណាស់ប្រសិនណាបើអត់មានបច្ចេកទេសច្បាស់លាស់ដើម្បីចូលទៅអប់រំចិត្តនឹងទេចិត្តនឹងគឺមិនអាចប្រដៅបានឡើយពិបាកញាតិញោមពិបាកហ្នឹងហើយមិនថាចិត្តពុទ្ធបរិស័ទមិនថាចិត្តប្រសង់ទេពិបាកញាតិញោមអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺជាអ្នកប្រាជ្ញមួយព្រះអង្គដែលបានត្រាស់ដឹងហើយក្នុងលោកព្រះអង្គរកឃើញនៅបច្ចេកទេសក្នុងការអប់រំចិត្តតាមរយៈការចម្រើនសមាធិនេះឯងបើអត់មានសមាធិនេះទេណាគឺมันអាចចូលទៅទីជំរឿចិត្តរបស់មនុស្សលោកបានឡើយយើងនៅតែសើអញ្ចឹងយើងនៅតែបន់ស្រន់យើងនៅតែបួងសួងយើងនៅតែវក
ធ្វើម៉េចកុំឲ្យរឿងរ៉ាវអកុសលទាំងឡាយកើតឡើងនៅក្នុងជីវិតប៉ុន្តែព្រះអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកមិនឲ្យអង្វរកុំឲ្យជីវិតនេះជួបរឿងអាក្រក់ទេព្រះអង្គឲ្យរៀបចំជីវិតនេះដើម្បីប្រឈមមុខនៅក្នុងរឿងរ៉ាវទាំងឡាយដែលកំពុងតែកើតមានឡើងខណៈពេលដែលយើងកំពុងតែមានជីវជនអញ្ចឹងណាញាតិញោមពុទ្ធបរិស័ទជីវិតនេះអត់ទេมันអាចអង្វរបានទេអញ្ចឹងព្រះអង្គលោកឲ្យបរិស័ទនឹងប្រើប្រាស់បដិបត្តិធម្មៈនឹងដើម្បីជាដូចជាខែលដូចជាឧបករណ៍ដូចជាជញ្ជាំងសម្រាប់ដោះស្រាយនៅរឿងរ៉ាវអញ្ចឹងហើយតើអត់មានប្របាកណាស់ញាតិញោមចុះកំពុងតែស្រឡាញ់កូនកំពុងតែស្រឡាញ់ស្វាមីកំពុងតែស្រឡាញ់ភរិយាស្រាប់តែប្រត់ព្រឹបភ្លាមទៅដល់អញ្ចឹងអត់មានអីទេក្នុងចិត្តនឹងហេលហាលហើយទៅទប់មិនចប់ចិត្តនឹងនាំឲ្យវិបលាសខូចសតិជីវិតនឹងអស់នៃសាបសូន្យទៅទេដោយសារតែมันអាចគ្រប់គ្រងនៅការប្រព្រឹត្តទៅនៃការផ្លាស់ប្ដូរនៃโลกនេះនៃជីវិតនេះអញ្ចឹងធម្មៈនឹងចូលទៅជួយអញ្ចឹងញាតិញោមណាញាតិញោមហ្នឹងហើយអញ្ចឹងឥឡូវនេះញោមសិក្សាព្រះធម៌បដិបត្តិព្រះធម៌ហើយបដិបត្តិនេះចេះទៀតញាតិញោមបដិបត្តិធម៌ណាដែលសម្រាប់យើងដែលអាចធ្វើបានណាញាតិញោមញាតិញោមទៅធ្វើដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់បានណាយើងនាំគ្នាពោលអំពីគុណរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយចេះតែស្រមើស្រមៃលងលោចតែអត់បដិបត្តិធម៌ផ្ទាល់ខ្លួនឯងទេអត់ទេចេះតែបំភ្លេចនេះខៅធម៌អ្នកស្រុកធម៌ក្នុងផ្ទះញាតិញោមធម៌ក្នុងផ្ទះធម៌អីញោមប្រុសត្រូវមានក្តីស្រឡាញ់ភាពស្មោះត្រង់ស្វាមីភក្តិចំពោះញោមស្រីញោមស្រីត្រូវមានស្វាមីភក្តិចំពោះញោមប្រុសនឹងព្រះអង្គសម្ដែងបញ្ជាក់នៅក្នុងសង្កេលកៈសូត្រនឹងធម៌ក្នុងផ្ទះហើយញាតិញោមមិនមែនធម៌នៅតាវតឹងទេណាការបដិបត្តិពុទ្ធសាសនានឹងឲ្យយល់សេចក្តីអញ្ចឹងទើបនាំសុខបានមិនថ្ងៃណាក៏នៅវត្តថ្ងៃណាញោមស្រីក៏នៅវត្តកូន5 6មិនដឹងអាណាទៅរៀនអាណាមកវារៀនបាយអាណាទឹកឯណាញោមប្រុសមកវិធ្វើការក៏មុខសមីសម៉ែវានៅតែយ៉ាងកេញនៅវត្តយូមិនចេះយាយនេះណាអ៊ីប៉ែនេះវត្តនឹងចេះមិនចេះតែទាញយាយនឹងឲ្យទៅកើតទៅជារឿងអរិភាពអញ្ចឹងធម៌របស់អ្នកស្រុកគឺអ្នកស្រុកត្រូវតែបដិបត្តិព្រះអង្គសម្ដែងបញ្ជាក់នៅក្នុងសង្កេលកៈសូត្រនឹងច្បាស់ណាស់ញាតិញោមអញ្ចឹងបានពាក្យបុរាណមួយលោកពោលថាម៉េចទៅហ៊ានមកធ្វើអាចារ្យចំណែកអ្នកបួសក្នុងសាសនាទៅពាក្យស័ក5មានន័យថាម៉េចទៅហ៊ានមកធ្វើអាចារ្យពាក្យកន្លែងនេះអស់លោកទៅហ៊ានតែចេះធម៌កុំគិតខុសអីឯងអាត្មាចង់និយាយថាចេះបុរាណលោកថាទាហានហ្នឹងគេធ្វើឡើងដើម្បីគេទាហានហ្នឹងគឺជាក្រុមឆ្មាំការពារទឹកដីលោកកាន់សព្វាវុធដើម្បីការពារទឹកដីទាហានធម្មតាទេញាតិញោមតែមានសង្គ្រាមគឺសម្លាប់ហើយអានឹងធម្មជាតិរបស់លោកនេះសង្គមនេះគឺអញ្ចឹងប៉ុន្តែអត់នាំអត់នេះអ្នកខ្លះគេឲ្យធ្វើទាហានមិនព្រមទេនៅមកធ្វើអាចារ្យនេះវិញចំណែកអ្នកបួសក្នុងសាសនាទៅពាក្យស័ក5គេឲ្យបួសឲ្យបដិបត្តិធម៌ប៉ុន្តែធ្វើរឹកដោយប្រសក់មិនព្រមបដិបត្តិធម៌តែនាំទៅធ្វើរឹកដោយប្រសក់វាខុសអញ្ចឹងបុរាណនឹងផ្ដាំថាបើអស់លោកអ្នកជាក្រហមបដិបត្តិធម៌ជាក្រហមជាអ្នកគ្រប់គ្រងផ្ទះព្រះលោកហៅថាអគារយវិន័យធម៌សម្រាប់អ្នកគ្រប់គ្រងផ្ទះធម៌អីធម៌ស្វាមីដែលមានចំពោះភរិយាធម៌ភរិយាដែលមានចំពោះស្វាមីមេដាបេដាត្រូវចិញ្ចឹមកូនកូនធំឡើងត្រូវតែមានកតញ្ញូចំពោះមេដាបេដាបុត្រធីតាទាំងឡាយមានធម៌5សម្រាប់គោរពមេដាបេដានេះឈ្មោះថាជាបដិបទាដ៏ត្រឹមត្រូវបើមិនចឹងទេច្បូកច្បល់ពេញហ្នឹងញាតិញោម
ច្បុកច្បល់ឥឡូវស្រុកយើងហ្នឹងច្បុកច្បល់បន្តិចវាមិនច្រើនទេសម្រាប់អ្នកកាន់ពុទ្ធសាសនាច្បុកមិនច្បុកច្បល់អីទេគ្រាន់តែថាបើអស់លោកអ្នកជាអ្នកបួសបើសិនជាលោកសម្រាប់ចាត់សាងភ្នោះនៅក្នុងភាវៈនៃអ្នកបួសហើយលោកត្រូវតែបដិបត្តិធម៌អ្នកបួសអត់មានជីវិតគ្រួសារទេមានតែជីវិតអ្នកបួសភិក្ខុសង្ឃរស់នៅក្នុងទីអារាមជាសហគមន៍ជាកន្លែងរួមគ្នាការបដិបត្តិជុំគ្នាទាំងអស់តែមួយស្លៀកស្បង់បងស្បៃត្រៃយវរតែមួយតែបើសម្រាប់ជីវិតជាក្រហមលោកត្រូវតែបដិបត្តិធម៌ជាក្រហមណាអាហ្នឹងបានឈ្មោះថាបដិបទាហ្នឹងដល់ត្រឹមត្រូវហើយយើងមានឃើញច្រើនណាស់ញាតិញោមនៅក្នុងសម័យពុទ្ធកាលនេះដូចនាងវិសាខាអីលោកមិនបួសឯណាអនាថបណ្ឌិកសេដ្ឋីអីសុទ្ធសឹងតែជាពុទ្ធសាសនិកដែលរស់នៅមានជីវិតជាក្រហមមានប្រពន្ធមានកូនប្រកបអាជីវកម្មទាំងអស់មិនមែនចូលកាន់ព្រះពុទ្ធសាសនាហើយគុលះបង់ទាំងអស់មិនព្រមធ្វើអីគួយបិទទៅភ្នែកជូនទៅបនគ្នារត់ទៅស្អីហូបបានអានឹងមែនទេអ្នកកាន់ពុទ្ធសាសនាតាមព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជាសិស្សរបស់ព្រះអង្គគឺត្រូវតែព្យាយាមឧទ្ធានសម្បទានឯងក្រោកឡើងត្រូវទៅរស់ស៊ីចិញ្ចឹមកូនចិញ្ចឹមគ្រួសារអរកសម្បទាណាទ្របដែលរួមមកហើយនោះកុំទៅយកទៅលេងលបែងកុំយកទៅប្រព្រឹត្តលបែងស្រាស្រីកាមគុណអីទាំងអស់ដែលជាហេតុនាំមកអន្តរាយឃើញទេព្រះអង្គលោកត្រាស់សម្ដែងអញ្ចឹងមានការយល់ច្រឡំសម្រាប់អ្នកកាន់ពុទ្ធសាសនានឹងច្រើនណាស់ថាឲ្យតែកាន់ធម៌ហ្នឹងគឺលេងធ្វើអីតែម្ដងមែនទេញោមតែអញ្ចឹងមែនទេនឹងហេតុអីបានយល់អញ្ចឹងដោយសារតែយើងអត់បានសិក្សានៅព្រះសត្វធម្មខ្ញុំជ្រាបអីខ្ញុំជ្រាបអីខ្ញុំជ្រាបអីបងអាត្មាសប្បាយចិត្តណាស់ញាតិញោមសប្បាយចិត្តត្រង់ថាឃើញអស់លោកអ្នកជ្រះថ្លាក្នុងធម៌ហើយលោកមានអាជីវកម្មមានរបររវល់នៅក្នុងរបរហ្នឹងមនុស្សក្នុងโลกនេះក្រៅពីព្រះអរិយណាដែលថាมันមានកិលេសនោះយើងវាត្រូវរស់នៅក្នុងកិលេសហ្នឹងមិនចឹងអស់លោករស់នៅក្នុងកិលេសរស់ហ្មងពុទ្ធបរិស័ទលោកត្រូវតែមានជីវិតអាពាហ៍ពិពាហ៍នោះឯងហើយអាត្មាប្រសងនេះរស់នៅក្នុងភាវៈនៃអ្នកបួសមានវិន័យមានអីចឹងយើងរស់នៅក្នុងកិលេសនោះឯងក៏ប៉ុន្តែព្រះលោកថាឲ្យរស់ដោយសុចរិតហ្នឹងហើយកន្លែងទៅនឹងសម្រាប់អ្នកកាន់ពុទ្ធសាសនាយើងកុំឲ្យគេថាពុទ្ធសាសនាឲ្យតែអ្នកកាន់ពុទ្ធសាសនានឹងក្រហើយញាតិញោមសិតតែអ្នកមានជ្រះថ្លាញាតិញោមជ្រះថ្លាណាចឹងអស់លោកសប្បុរសទាំងអស់កុំបារម្ភថាកាន់ពុទ្ធសាសនាទៅខ្លាចវាក្រអត់ក្រទេកុំឲ្យទៅលេងលបែងកុំឲ្យទៅផឹកស្រាអាហ្នឹងបានវាក្របើរស់ស៊ីមិនក្រដោយគណៈកម្មការចាវត្តបូចឹងមិនក្រទេហាត់បដីសៀមរាបធ្វើគណៈកម្មការនឹងអស់ហើយនោះសូមជ្រះថ្លាអនុមោទនាអញ្ចឹងបញ្ជាក់មកវិញញាតិញោមបញ្ជាក់មកថាទី1បើសិនជាមិនឲ្យព្រះពុទ្ធសាសនាយើងសាបសូន្យមិនឲ្យព្រះពុទ្ធសាសនាសាបសូន្យដល់ទៅនាំគ្នាសិក្សាព្រះធម៌រៀនធម៌នេះញាតិញោមអ្នកដែលចេះធម៌ហ្នឹងមិនចេះទឹះពាក្យថាទឹះផ្សេងអំពីការកែតម្រូវអ្នកខ្លះសិក្សាព្រះសត្យធម្មហើយកាលដែលមិនតាន់ចេះធម៌ដូចជាសុកក្រាន់បើដល់រៀនធម៌ឲ្យទឹះគេអូយទឹះមិនឈប់សោះទឹះតាំងពីលោកទឹះតាំងពីអាចារ្យព្រះអង្គឲ្យជួបនឹងគោលទៅអំពីទោសនៃវត្តដាក់ក៏ដល់ម៉ោងបាយវត្តដដែលប៉ុន្តែទឹះគេនឹងទឹះរហូតអស់កន្លែងទឹះភ្លើងស្តុបតាមខ្នល់
អានឹងប្រកាសអសនហើយអ្នករៀនធម៌ទៅគេនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គមានករណាចំពោះសត្វហ្នឹងគឺព្រះអង្គមើលឃើញភាពអវិជ្ជានៅក្នុងโลกនេះតែព្រះអង្គចូលទៅសង្គ្រោះសត្វហ្នឹងមិនមែនដោយបដិខៈដោយការខឹងសម្បាដោយការខ្នងថ្នាក់ទេដោយក្តីមេត្តាអញ្ចឹងញាតិញោមបើសិនជាយើងសិក្សាព្រះធម៌យើងអត់ស្អប់មនុស្សទេអត់ខឹងទេអត់ទឹះគេទេតែជួយបានដោយប្រការណាកម្រិតណាញោមចូលទៅជួយបើជួយមិនបានធ្វើម៉េចថាបើជួយមិនបានមិនបាច់ជួយទេជាព្រះសម្មាសម្ពុទ្ធជាម្ចាស់មិនបានជួយមនុស្សឲ្យរួចឆ្លងសេចក្តីទុក្ខពិភពលោកណាក្នុងបច្ចុប្បន្ន40ព្រះវស្សាព្រះអង្គជួយមនុស្សបានច្រើនតែមិនបានទាំងអស់ទេដោយសារតែនេះវាវត្តដាក់របស់លោកនេះវាអញ្ចឹងការសិក្សាព្រះសទ្ធម្មនឹងញាតិញោមគឺយល់ហើយបដិបត្តិត្រង់កន្លែងបដិបត្តិនេះឯងធ្វើឲ្យញោមស្គាល់ខ្លួនឯងច្រើនកុំទឹះគេញាតិញោមណាពេលតែទឹះកន្លែងនេះស្អប់អ្នកខ្លះហ្នឹងពោលធរឌៀមដាមឲ្យគ្នាហ្នឹងហើយប្រសង់ប្រគោណាម្ចាស់កុំថាឲ្យញោមយើងហ្នឹងហើយតើបានឡើងក្រេនឹងបាច់ថាឲ្យញោមអត់បានទេកុំទេជួយញោមប្រាប់ញោមនេះដោយគំរូសម្ដេចធំឧស្សាហ៍ទេសនានឹងប្រាប់ពាក្យប្រាប់ផ្សេងអំពីបន្ទោសទៀតណាអញ្ចឹងការសិក្សាព្រះសទ្ធម្មនឹងជួយយើងឲ្យទូលំទូលាយផ្លូវចិត្តអញ្ចឹងណាអស់លោកសពរោះបដិបត្តិធម៌ចេះធម៌នឹងទូលាយតិចតិជុំថាចុះព្រះអង្គខឹងទេមនុស្សឃើញទេវាខឹងនោះវាធម្មតាវាខ្លាំងខ្នាក់ខ្លះអីចឹងប៉ុន្តែកុំឲ្យដោយសារតែការយល់ការចេះដឹងព្រះសទ្ធម្មនឹងហើយជាដើមចោមជាសមុទ្ឋាននាំឲ្យយើងនឹងស្អប់អ្នកដទៃមិនពេញចិត្តអ្នកដទៃមើលអ្នកដទៃនឹងគឺមិនមានភាពបរិសុទ្ធនៅក្នុងជីវិតនេះជាទោសនៃអ្នកសិក្សាព្រះធម៌អ្នកខ្លះហើយយល់ច្រឡំញាតិញោមការសិក្សាព្រះធម៌ហ្នឹងអញ្ចឹងបានព្រះអង្គលោកឲ្យយើងសិក្សាឥឡូវចម្រើនពរមិញហ្នឹងអន្តរធាន5ទី1បើសិនជាអត់មានការសិក្សានៅព្រះបរិយត្តិទេកាលណាសាបសូន្យព្រះបរិយត្តិគឺព្រះការសិក្សាព្រះសទ្ធម្មហើយនាំឲ្យអន្តរធានការបដិបត្តិកាលណាតើអត់មានការបដិបត្តិហើយនាំឲ្យសាបសូន្យនៅបដិវេធៈគឺការទទួលបានផលអំពីការបដិបត្តិនឹងហើយទី4សង្ឃៈអន្តរធានការសាបរលាបបាត់បង់នៅនិបួសទី5ធាតុអន្តរធានការសាបសូន្យនៅព្រះធាតុប៉ុន្តែចម្រើនពរដែលចង់បញ្ជាក់ហ្នឹងតែ3ខាងដើមទេចា៎ពរ3ខាងដើមទេទី1ព្រះសិក្សាព្រះសទ្ធម្មហើយចង់ចម្រើនពរញាតិញោមបញ្ជាក់តែខ្លីទេបញ្ជាក់ថាធម៌កុំភ្លេចធម៌នៅក្នុងផ្ទះញាតិញោមបើតែភ្លេចធម៌ក្នុងផ្ទះនាំមិនអាចនាំមកនៅសេចក្តីសុខឡើយអញ្ចឹងកិច្ចបដិបត្តិហ្នឹងគឺហើយក្រៅទីទីពីហ្នឹងចង់ចម្រើនពររឿងសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាក្នុងសម័យបច្ចុប្បន្ននេះញាតិញោមអស់លោកសពបរោះទាំងអស់ជាទីស្រឡាញ់ញាតិញោមជាពុទ្ធសាសនិកហើយបរិស័ទ4ពួកមានភិក្ខុភិក្ខុនីបាសកបាសិកាអ្នកទាំង4នេះជាសសរស្តម្ភរបស់ព្រះសាសនាជាពិសេសនៅក្នុងសង្គមកម្ពុជាយើងនេះសូមមេត្តាបិតាដែលជាអាណាព្យាបាលជាប្រេងព្រឹត្តជាអ្នកធំនៅក្នុងគ្រួសារនឹងមេត្តាស្រោចស្រពកូនដោយព្រមវិហារធម៌ហើយបង្រៀនកូនចៅទាំងឡាយនឹងឲ្យដើរតាមគន្លងនៃព្រះពុទ្ធសាសនារបស់យើងកុំបណ្ដោយកូនញាតិញោមណាកុំអនុញ្ញាត
ឲ្យសាសនាដទៃចូលមកយកកូនយើងចេញពីគ្រួសារកុំឲ្យត្រូវសោកស្ដាយញាតិញោមកាលណាយើងបាត់កូនចៅម្នាក់ទៅឲ្យអ្នកដទៃគ្រប់គ្រងយើងនឹងបាត់ហាក់ដូចជាបាត់អ្វីមួយយ៉ាងអាត្មាសំដែងធัวយ៉ាងដូចនេះវាក៏ជាមានអ្នកថាទេជាសិទ្ធិសេរីភាពត្រូវមិនជាការបង្ខំទេតែសូមអស់លោកសប្បុរសទាំងអស់មេត្តាអោបកសោបកូនចៅរបស់ខ្លួននឹងឲ្យស្ថិតនៅក្នុងរង្វង់ដៃនៃពុទ្ធមាមកជននៃគ្រួសារកាន់ព្រះពុទ្ធសាសនានោះទើបសង្គមយើងអាចរឹងមាំបានអញ្ចឹងសួរថាអប់រំកូនចៅនឹងយកព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅបណ្ដោះកូនចៅនឹងបណ្ដោះយ៉ាងដូចម្ដេចព្រះអង្គបើកណាអត់ចេះធម៌ផងហ្នឹងទៅបង្រៀនកូនអាម៉េចបង្រៀនវាអាម៉េចបើកណាមិនចេះផងថាមានវិធីបើសិនជាមេដាបិតាទាំងពីរហ្នឹងរស់នៅប្រកបដោយធម៌នោះហើយជាមេរៀនដ៏ពិសិដ្ឋដែលស្រោចស្រពដល់កូនទាំងឡាយអញ្ចឹងកូនមើលអូពុកម្ដាយអ្នកកាន់ពុទ្ធសាសនាវិទ្យាឪពុកអញមានសិលម្ដាយអញមានសិលតើគាត់ទៅវត្តអូនេះអានិសង្ឃឬក៏ផលដែលមេដាបិតាឪពុកម្ដាយអញទៅវត្តនឹងបានមកវិញគឺក្តីស្រឡាញ់អញអញ្ចឹងតើនេះម៉ែល្អណាស់នៅពីតូចអោបកសោបឧស្សាហ៍ប្រាប់និទានរឿងរ៉ាវនេះឯងជាមេរៀនដ៏ពិសិដ្ឋដែលញោមត្រូវបកគលទៅឲ្យកូនចៅចំនួនក្រោយកុំថាទេព្រះអង្គហើយឥឡូវនឹងបានទេឲ្យវាទៅណាក៏ទៅអូទៅឲ្យទៅណាទៅហើយចុងក្រោយសល់តែមិនស្រួលហ្នឹងនិយាយមួយពុកម្ដាយងក់ទៅក្បាលទេអាហ្នឹងយើងត្រូវប្រកាន់ណាញាតិញោមពូជសាសយើងណាវាអោបកសោបដោយប្រពៃណីទំនៀមទម្លាប់សាសនាអាហ្នឹងណានឹងត្រូវតែប្រកាន់ញាតិញោមត្រូវតែប្រកាន់ពាក្យថាប្រកាន់ឡើយនោះមិនស្អប់ទេគឺត្រូវអភិរក្សថែរក្សាថាគ្រួសារនេះជាគ្រួសារកាន់ព្រះពុទ្ធសាសនាអញ្ចឹងខ្ញុំរស់តាមបែបព្រះពុទ្ធសាសនានៅកម្ពុជាកូនត្រូវតែគោរពមេត្តាបិតាអោនលំទោនចំពោះមេត្តាបិតាហើយគ្មានអ្នកណាធ្វើការទេក្រៅតែពីមេត្តាបិតានឹងអាត្មានេះបាននៅក្រៅទេញាតិញោមមិនអាចចូលទៅក្នុងគ្រួសារបានទេអញ្ចឹងសូមញោមប្រោះព្រំកូនចៅរបស់លោកដោយធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺការបដិបត្តិនេះឯងហើយបានបុណ្យច្រើនណាស់នឹងឈ្មោះថាជាការឲ្យនៅអវ័យគ្រប់យ៉ាងឲ្យនៅទឹកអមរិតហ្នឹងគឺក្មេងភ្ញាក់ដឹងអូនឹងឃើញទេលោកឪពុកអ្នកម្ដាយហ្នឹងជាអ្នកមានធម៌អាហ្នឹងឯងវាប្រោះព្រំដល់ពួកខ្ញុំជាកូនជាចៅទាំងឡាយឲ្យរស់នៅដោយត្រជាក់ត្រជុំហើយបើសិនជាមេត្តាបិតានេះណាមានសិលមានទានមានភាវនាណាផ្ទះនឹងជាឋានសួគ៌នៅលើភពផែនដីនេះត្រជាក់ណាញាតិញោមត្រជាក់ណាមិនបើកភ្នែកឡើងថ្ងៃមិនតាន់រះស្វឹងបាត់ហើយជេកូនជេនោះជេអានោះធំឡើងគ្មានអនុស្សាវរីយ៍ល្អជាមួយម៉ែឪទេអញមិនទៅទេបែកព្រាត់ប្រាសគ្រួសារវិនិច្ឆ័យវាអត់ធម៌វាអត់ព្រមវិហារធម៌អញ្ចឹងណាអស់លោកគ្រួសារអ្នកកាន់ពុទ្ធសាសនាទាំងអស់សូមលោកធ្វើជាគំរូហើយប្រោះព្រំកូនរបស់លោកដោយព្រមវិហារធម៌ត្រឹមតែក្តីស្រឡាញ់ដល់បរិសុទ្ធប៉ុណ្ណេះឈ្មោះថាជាការឲ្យនៅអរិយទ្រព្យដល់ប្រសើរមនុស្សកើតមកត្រូវការភាពកក់ក្ដៅញាតិញោមហើយរបស់អស់ទាំងនេះណាពេលពួកអស់លោកកូនចៅទាំងអស់នឹងคลายទៅជាឯកឧត្តមលោកជំទាវអ្នកតូចអ្នកធំអីទាំងអស់ណារបស់អស់ទាំងនេះទិញមិនបានទេគាត់នឹងចងចាំនៅការអោបកសោបរបស់មេដាបេដានៅពេលមួយនោះលោកឪពុកអោបខ្ញុំនៅពេលមួយនោះអ្នកម្ដាយមួយទឹកឲ្យខ្ញុំងែលក្បាលខ្ញុំថើបខ្ញុំណានេះភាពបរិសុទ្ធក្តីស្រឡាញ់ដល់បរិសុទ្ធនេះឯងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ប្រកាសសម្ដែងឲ្យមេត្តាបិតាត្រូវប្រគល់ឲ្យបុត្រធីតាទាំងឡាយនៅក្នុងសង្កេលកៈសូត្រគ្រួសារដែលជាអ្នកកាន់ពុទ្ធសាសនាលោកត្រូវធ្វើរឿងហ្នឹងអញ្ចឹងទៅគ្រួសារនឹងសុខហើយណាទេថាបើ
វាមានរឿងអីខ្លះយ៉ាងណាក៏ជាបង្គោលដែរញាតិញោមអញ្ចឹងញាតិញោមត្រូវពុទ្ធបរិស័ទគ្រួសារខ្មែរទាំងអស់លោកណាសូមចម្រើនពរកុំអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលមកយកកូនចៅយើងពីគ្រួសារដោយគ្មានមិនម៉ត់មិនកអត់ទេកុំបណ្ដោយកូនណាត្រូវតែរក្សាកូនឲ្យបានហើយរក្សានេះគឺតាមការបដិបត្តិរបស់លោកឪពុកអ្នកម្ដាយនឹងឯងចុះបើសិនជាលោកឪពុកអ្នកម្ដាយមិនប្រកបដោយធម៌លោកឪពុកផឹកស្រាស្វឹងអ៊ូបនួតាំងពីព្រឹកដល់យប់ម្ដាយលេងតែល្បែងថ្ងៃនៅទាំងវងល្បែងតើអនុស្សាវរីយ៍ជីវិតរបស់កូនទាំងឡាយនឹងមានទេមិនមានទេញាតិញោមមានទេហើយកុំសង្ឃឹមណាអាពួកហ្នឹងទៅវាធំទៅបើវាមកជួបពុកម្ដាយថ្ងៃប្រជុំបិណ្ឌអរគុណវាទៅខ្លាចទៅវាមកទៀតនោះព្រោះអត់ធัวតើអត់ធัวក្តៅក្រហាយតែមានធัวតិចទៅជុំចឹងទេនេះឯងជាផលជាអានិសង្សនៃការបដិបត្តិអញ្ចឹងបានជាព្រះអង្គត្រាស់សម្ដែងថាការបដិបត្តិរបស់ព្រះសទ្ធំធម៌របស់តថាគតនេះគឺទីនេះឥឡូវនេះទីនេះឥឡូវនេះគឺមានថាចំពោះមុខញាតិញោមចំពោះមុខសូមអនុមោទនាសម្ដេចឲ្យទេស2ម៉ោងអស់ធរទេសហើយទេសបានតែមក40នាទីแล้วថែម5នាទីទៀតចុះញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់ជាទីរាប់អានព្រះពុទ្ធសាសនាយើងនៅប្រទេសកម្ពុជានេះជួយបរិស័ទយើងច្រើនណាស់តាមរយៈផ្លូវចិត្តការបដិបត្តិព្រះពុទ្ធសាសនាការបដិបត្តិពុទ្ធសាសនាការបដិបត្តិព្រះសទ្ធំរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃបរិស័ទរបស់យើងនេះមានកម្រិតផ្សេងគ្នាញាតិញោមមានកម្រិតផ្សេងគ្នាអ្នកខ្លះបដិបត្តិដោយសារការសន្សំមកក្នុងវត្តដាក់ក្នុងខណ្ឌសន្តាននឹងយូរហើយអញ្ចឹងទៅមិនពិបាកយល់ទេទាញតែសភៅមកស្ដាប់តែលោកទេសតែបន្តិចយល់តែម្ដងញាតិញោមខ្លះនៅវត្តជាមួយលោកនឹងចង់30ឆ្នាំនៅតែមិនយល់កុំបន្ទោសគាត់មិនយល់ទេយល់បានត្រឹមតែព្រឹកឡើងដាំចង្ហាន់រៀបចង្ហាន់បានបន់ប៉ុណ្ណឹងងាកឡើងថ្វាយគុំព្រះសម្រាប់អញ្ចឹងការបដិបត្តិរបស់ពុទ្ធសាសនានេះមានកម្រិត3ញាតិញោមទី1កម្រិតឧត្តមមានន័យថាពុទ្ធបរិស័ទខ្លះលោកយល់លោកចេះដឹងស្ថិតនៅក្នុងភាវៈនៃបញ្ញវន្តលោកយល់លោកជ្រាបលោកអីទាំងអស់នឹងកម្រិតខ្ពស់ញាតិញោមមានមួយកម្រិតទៀតនោះកម្រិតកណ្ដាលមជ្ឈិមៈកម្រិតកណ្ដាលបដិបត្តិជ្រះថ្លាធម៌អាត្រូវការខឹងត្រូវពេលខឹងដែរខឹងលោកខឹងដែរណាព្រះអង្គស្អីសម្ដេចមកពីភ្នំពេញអីទេសនាយូរមែនកណាបញ្ញាប់ទៅនឹងណាត់គេផងមួម៉ៅបន្តិចតួចដែរព្រមជាប់សោះខឹងខ្លះជ្រះថ្លាខ្លះធម្មតាណាញាតិញោមហ្នឹងហើយមានមួយប្រភេទនោះកម្រិតមុទុកម្រិតទៀបញាតិញោមទៀបហ្នឹងហើយគាត់មិនបានសិលក៏មិនបានសមាទានអីគេទេប៉ុន្តែកុំឲ្យលឺសំឡេងសម្ដេចព្រះព្រំដាក់មីក្រូអើយញាតិញោមមកជួយវត្តផងមកមុនគេអាវក៏គ្មានដែរមកទៅខោមកឲ្យធ្វើអីក៏ធ្វើដែរនោះប៉ុន្តែជ្រះថ្លាតែអត់យល់ទេឃើញទេកម្រិតផ្សេងគ្នាអញ្ចឹងប្រកាសរណាព្រះធម្មកថាកុំបន្ទោសញោមយើងណាព្រះអង្គកុំថាអ្នកកាន់ពុទ្ធសាសនាស្រុកខ្មែរ96%ប៉ុន្តែអ្នកបដិបត្តិធម៌ទៅ3%ដឹងពីណា3%នោះអត់ទេកុំបន្ទោសហើយបរិស័ទក៏កុំបន្ទោសគ្នាដែរញាតិញោម
ដោយសារការសន្សំនឹងផ្សេងគ្នាអស់លោកសពបរោះអញ្ចឹងបើសិនជាឃើញអ្នកណាមួយលោកបដិបត្តិបានប៉ុណ្ណាជ្រះថ្លានឹងការបដិបត្តិរបស់លោកប៉ុណ្ណឹងហ្នឹងហើយកុំទៅចាប់បខំមនុស្សឲ្យកាន់សិលនោះណាហ្នឹងហើយចាប់មិនបានសំវាផ្សេងគ្នាញាតិញោមបាសកាខ្លះបខំញោមប្រុសឲ្យកាន់សិលញោមចាមុខលោករត់ហើយមិនកាន់ទេណាអត់ទេកុំបង្ខំថ្ងៃមួយនឹងមកដល់នឹងជ្រះថ្លាដោយខ្លួនឯងហ្នឹងដល់អញ្ចឹងទៅការបដិបត្តិអីទាំងអស់គ្នាហ្នឹងមិនមានទោសទេញាតិញោមមិនមានអរិភាពទេហើយក៏កុំទោសមណោះជាមួយនឹងអ្នកកាន់ពុទ្ធសាសនាឲ្យទាំងអស់គ្នាញាតិញោមណាធ្វើបានកម្រិតណាញោមខ្លះធ្ងន់នឹងទៀនញោមជួលចិត្តឲ្យទៀនណាស់តែមិនធ្ងន់នឹងសិលទេសិលមិនកាន់ព្រះអង្គសុំមិនកាន់ហើយសិលណាកាន់បានសិល2សិល3អីសិល2អីមិនសម្លាប់មិនលួចអាទី3ទី4កណាមិនតន់ដឹងច្បាស់មិនទេបាទទី5ហ្នឹងសុំហើយហ្នឹងអ្នកខ្លះក៏ថាអញ្ចឹងទៅទៀតតែពុទ្ធសាសនិកសួរតែអញ្ចឹងព្រះអង្គលើកទឹកចិត្តឲ្យមនុស្សមិនកាន់តែថាអត់ទេត្រូវតែទទួលស្គាល់អំពីសន្តាននៃការត្រូវតែទទួលស្គាល់អំពីសភាវៈនៃការសន្សំក្នុងសន្តាននៃមនុស្សម្នាក់អញ្ចឹងយើងមើលទៅអត់ទឹះទេញាតិញោមអត់ទឹះអ្នកដទៃទេអត់ទឹះទេញាតិញោមហ្នឹងហើយញោមខ្លះល្អណាស់សិលទៅរាល់សិលមិនអោយដាច់សិល8ប៉ុន្តែខ្ចីលុយទៅ10000រៀលខ្ចីមកឲ្យមានប្រហែលយីពីរីក្តាប់ឲ្យឡើងណែនហ្នឹងប៉ុន្តែកាន់សិលប៉ុន្តែអូក៏រីមានអ្នកនៅហ្នឹងឯងអត់ទេវាអត់មានសួរថាម៉េចអញ្ចឹងកាន់សិលមិនរីខាន់សំមកអញ្ចឹងអ្នកខ្លះឲ្យទៀននោះឲ្យណាស់ញាតិញោមអើយឲ្យអស់ពីខ្លួនតែមិនរក្សាសិលទេអញ្ចឹងនៅក្នុងការបដិបត្តិពុទ្ធសាសនានេះសម្រាប់យើងញាតិញោមដែលជាកូនសិស្សដែលជាកូនចៅសមណៈសាក្យបុត្រជាកូនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះត្រូវមើលឃើញកន្លែងហ្នឹងទើបនាំមកនៅសាមគ្គីភាពនៅក្នុងពុទ្ធសាសនមណ្ឌលនេះតែមិនចឹងទេចេះតែផ្លោងពាក្យផ្លោងសម្ដីដាក់គ្នានាំឲ្យបែកបាក់នាំឲ្យការយល់ខុសនៅក្នុងព្រះសាសនាអញ្ចឹងញាតិញោមណាចម្រើនពរប៉ុណ្ណឹងចឹងការបដិបត្តិនឹងសូមចម្រើនបញ្ជាក់មកវិញថាមានតែការបដិបត្តិទី1មានតែការសិក្សាព្រះសទ្ធម្មញោមឆ្លៀតបានប្រមាណយកប៉ុណ្ណឹងហើយបដិបត្តិជាពិសេសកុំភ្លេចធัวក្នុងផ្ទះធัวពិតធัวមែនធัวនៅក្នុងផ្ទះដែលត្រូវបំពេញណាកាលណាតែបដិបត្តិទៅហើយនឹងនាំឲ្យមានផលដែលកើតចេញអំពីការបដិបត្តិនោះហើយគឺបដិវេធៈហើយនៅពេលដែលអស់លោកសពបរោះមានព្រះសទ្ធម្មនៅក្នុងចិត្តមានការបដិបត្តិជាកិច្ចនៅក្នុងជីវិតប្រចាំថ្ងៃហើយឈ្មោះថាជាអ្នកមានខ្លួនជាទីពឹងហើយសូមអនុមោទនាសូមប្រម៉ែប្រមូលនៅបុណ្យកុសលទាំងឡាយដែលកើតអំពីព្រះសទ្ធម្មពីការសម្ដែងនៅវិធម្មវិសេសទេសនាក្នុងថ្ងៃនេះកេនសម្ដេចជាអម្ចាស់សូមសម្ដេចមានបជនយឺនយូរមានសុខភាពល្អប្រកេនប្រករណាគ្រប់ព្រះអង្គជាពិសេសចម្រើនពរជូនពរញាតិញោមបរិស័ទទាំងអស់ញាតិញោមខេត្តសៀមរាបទាំងអស់សូមលោកបានទទួលនៅផលមានញោមប៉ោយប៉ែតបរិស័ទសម្ដេចអស់ហើយចង់មកជាហៀងប្រទេសអស់ហើយមានពេញទេមកទាំងពេញអស់ទាំងវត្តណាឡោមទេចឹងបរិស័ទទាំងអស់លោកណាលោកអញ្ជើញមកគ្រប់ទិសទីឥឡូវយើងមានកន្លែងបដិបត្តិធម៌
ហើយពេលដែលកសាងហើយមានហើយសូមញាតិញោមចូលមកយកកំណត់ត្រប់ពីទីនេះឲ្យបានញាតិញោមហ្នឹងហើយជីវិតនេះបើរវល់រហូតរវល់នឹងរហូតដល់ថ្ងៃស្លាប់តែបើឆ្លៀតពេលដើម្បីនឹងរស់ឲ្យមុនស្លាប់ញាតិញោមរស់បានយើងបដិបត្តិព្រះពុទ្ធសាសនាគឺរស់ត្រូវរស់មុនស្លាប់មិនមែនស្លាប់ហើយរងចាំដើម្បីរស់ឲ្យបានសុខទេណាញោមណាចឹងទីនេះជាកន្លែងដែលញោមអាចចូលមកបដិបត្តិធម៌ដើម្បីសេចក្តីសុខសេចក្តីចម្រើនចឹងអស់លោកសប្បុរសទាំងអស់លោកអញ្ជើញមកគ្រប់ទិសទីហើយពុទ្ធបរិស័ទទូទាំងប្រទេសទាំងអស់ចម្រើនពរញាតិញោមទូទាំងប្រទេសទាំងអស់ជួយសម្ដេចសម្រាប់បំណងចុងក្រោយហើយថាកសាងមជ្ឈមណ្ឌលនេះទុកឲ្យកូនចៅចំនួនក្រោយចឹងជួយសម្ដេចកសាងមជ្ឈមណ្ឌលពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនេះឲ្យបានឆាប់ចិត្ត90ហើយចឹងទៅជួយញាតិញោមជួយព្រះអង្គហើយកសាងហើយក៏មិនយល់ទៅណាទេគឺទុកសម្រាប់អប់រំចិត្តបណ្ដុះបណ្ដាលពុទ្ធបរិស័ទជាទីពឹងទីរលឹកទាំងអស់ចឹងទេសូមញោមសូមសម្ដេចជាម្ចាស់ប្រកាសណាគ្រប់ព្រះអង្គញាតិញោមគ្រប់ទិសទីទាំងអស់សូមបានទទួលនៅផល្លានិសង្ឃដែលកើតអំពីការសម្ដែងធម្មៈក្នុងថ្ងៃនេះហើយក៏សូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះបរិស័ទទាំងអស់សូមលោកបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងខិតឡាយរីធម្មវិសេសទេសនាដែលសម្ដែងក្នុងវេលាគ្រានេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសូមគ្រប់អញ្ជើញពុទ្ធបរិស័ទធ្វើកិច្ចកម្មតោជាមួយនឹងខ្ញុំបាទដូចតទៅឧត្តមង្គេនវន្តេហាងបានតបាំងសងវរន្តមង្គពុទ្ធយោខាលេតោតោសោពុទ្ធធោខមៈតុតាំងមៈមាំងអន្តមង្គេនវន្តេហាងចតុវិធាងវរាំងធម្មមេយោខលេតោតោសោធម្មោខមៈតុតាំងមៈមាំងអន្តមង្គេនវន្តេហាងខលេតោតោសោសង្ឃោខមៈតុតាំងមៈមាំងសូមគ្រប់អញ្ជើញលោកប្រធានមន្ត្រីធម្មការនិងសាសនាលោកវ៉ាន់ប៊ុនណាហើយក៏សូមគ្រប់អញ្ជើញលោកសុនចំណានប្រធានរដ្ឋបាលខេត្តឡើងប្រកេនទេវធុចំពោះព្រះអង្គធម្មកថាកាចាសូមគ្រប់អញ្ជើញអ៊ីទាំងកបយៈការកានាងហត្ថេកេវលੰតមហេបច្ចយេបរិពុជ្ជថាបុព្វេលោកម្ចាស់កបយៈវត្ថុប្របុជាប្រធោវិសេសទេសនាមានចំនួន4,93,4500 រៀលប្រាក់ខ្មែរហើយប្រាក់ដុល្លារចំនួន$12សុភវណ្ណាលោកម្ចាស់ប្រើប្រាស់តែបច្ច័យ4ម្យ៉ាងសូមសេចក្តីសុខសេចក្តីចម្រើនកើតមានអធិធិបតីស្មីម្ចាស់ដើមទានប្រធានតំបន់យិត្តមិត្តចិត្តឆ្ងាយគ្រប់ពេលវេលាកំបីអខានឡើយសូមគ្រប់អញ្ជើញអនុមោទនីសូមផលនៃចិត្តដែលជ្រះថ្លាក្នុងប្រតនត្រ័យនោះផលនេះចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សាធុញាតិញោមទាំងអស់ទីស្រឡាញ់សម្ដេចជាម្ចាស់ទូមគុំមកពីស្រុកឆ្ងាយមកពីទីក្រុងតែក្រមិនសូវមានបច្ច័យបានជួបសម្ដេចម្ដងជ្រះថ្លាឥឡូវអត់មានអីថ្វាយទេចូលសុំភ្ជាប់និស្ស័យជាមួយសម្ដេចសៀមរាបបច្ច័យមួយជើងពៀននេះប្រមាណថ្វាយទាំងអស់ចាប់កុសលក្នុងការកសាងពុទ្ធមណ្ឌលរបស់យើងសម្រាប់ពុទ្ធបរិស័ទសូមសម្ដេច
អនុគ្រោះទទួលដោយសេចក្តីជ្រះថ្លាក្នុងការចូលរួមសូមចែកបុណ្យកុសលជូនចំពោះញាតិញោមទាំងអស់ខ្ញុំណាអនុមោទនាបានបុណ្យទាំងអស់គ្នា សាធុសាធុសាធុ Vậy, thầy em tiết đấy, ở đây. Kênh mau với nhỉ? Kênh khai sáng vô chẳng không? Kênh tàu kênh máu ban bon chả này. Sống បរិស័ទទាំងអស់លោកប្រមាទោសហើយប្រមាណឆ្នាំនឹងមិនដែលបានទូលថ្វាយលើទូលថ្ងៃនឹងមានឱកាសទូលពី3ម៉ាត់ចំពោះព្រះភ័ក្ត្រចេះតែលេងសើចបន្តិចជាមួយសម្ដេចព្រះម្ចាស់អនុស្សាវរីយ៍ច្រើនចាំមានល្ងាចថ្ងៃមួយនោះយកផ្លិតទៅប្រទានឲ្យផ្លិតកណ្ដុំតនឡើងស្ដេចផងយកទៅឲ្យចងចាំបតីអនុគ្រោះហើយជួបលើកណាក៏តែងតែឲ្យយោបល់ប្រកេនយោបល់ឲ្យផ្ដាំថាកណាចាស់ហើយព្រះអង្គនៅក្មេងជួយមើលសាសនានឹងគឺបតីនឹងប្រាប់រហូតហើយទូមគុំនឹងបានស្ដាប់ពាក្យដល់ពាក្យរស់នឹងហើយតែពាក្យនឹងទូមគុំចេះតែប្រឹងនឹងថាបានប៉ុណ្ណាទូមគុំនឹងវាមិនសូវជាបានចេះដឹងវាបានច្រើនវាបានតិចតួចមិនបានច្រើនចង់ចេះឲ្យច្រើនតែប្រឹងវាមិនបានតាំងតែកន្លងមកនឹងចេះតែលេងសើចខ្លះចឹងខមាទោសខ្លាចខុសឆ្គងដោយប្រការៈណាមួយសូមសម្ដេចជាអម្ចាស់អនុគ្រោះហើយកណាអាត្មាភាពនឹងប្រកាសណាស់ថាអនាគតទៅនៅសល់តែអនុស្សាវរីយ៍ទេកណានឹកឃើញសម្ដេចសៀមរាបនឹកឃើញតែអនុស្សាវរីយ៍ទេចុះបច្ចុប្បន្ន8ជាងហើយមានអីទៀតចឹងអនុស្សាវរីយ៍នេះវានឹងដកនៅក្នុងចិត្តនេះឯងដែលនៅក្នុងពុទ្ធសាសនាលោកហៅថាបុគ្គលសបាយមានន័យថាអ្នកបួសជួបគ្នាអញ្ចឹងសបាយនៅក្នុងភាវៈនៃសមណសក្យបុត្រជួបទៅក៏សម្ដេចចាស់នឹងឲ្យយោបល់ប្រោះព្រំដោយពាក្យពេចន៍ពីរោះអញ្ចឹងកណាអញ្ចឹងបកូនណាណាបកូនណាប្រធេរៈចាស់ឲ្យកសោបភិក្ខុសាមណេរក្មេងយើងទៅណាកុំឲ្យនៅចិត្តគ្នាហើយអត់ស្គាល់គ្នាគំរូសម្ដេចជាម្ចាស់ល្អណាស់ជួបសម្ដេចក្មេងឲ្យយោបល់ឲ្យអីហើយជ្រះថ្លាហើយពេញចិត្តហើយស្រឡាញ់ហើយគោរពនេះឯងជាភាវៈរបស់អ្នកបួសសូមថ្វាយពពរម្ដងទៀតសូមមានប្រសុខភាពល្អបរិបូរណ៍គង់ជាសុខនៅក្នុងព្រះសាសនាសូមបានមលុបបារមីដល់ពុទ្ធសាសនិកទាំងអស់ញាតិញោមទាំងអស់សូមអនុមោទនាសាធុសាធុសាធុសូមគ្រប់អញ្ជើញពុទ្ធបរិស័ទទាំងអស់បងប្អូនចិត្តដើម្បីនៅផ្សាយមេត្តាឧទ្ទិសនៅបុណ្យកុសលជាមួយនឹងខ្ញុំបាទដូចតទៅអ៊ីទាំងណូទានាងញាតៃណាងហោតោសុខេតាហោនតោញាតយោសូមផលនៃទាននេះសម្រេចដល់ញាតទាំងឡាយរបស់ខ្ញុំព្រមទាំងវិរិយកងទឿមសូមញាតទាំងឡាយរបស់ខ្ញុំ
ព្រមទាំងវិរៈកងទើមចូលជាអ្នកដល់នៅសេចក្តីសោកចោបាទសូមក្រុមជើងលោកប្រធានជ្រួយទឹកបាទបដិទានគាថាយ៉ាងកេញចេកុសលកម្មង្កាតាមកិរិយ៉ាងមកាយេនវិចាមនាសាតិតេសេសុគតាំងកតាំងយេសត្តាសញ្ញិណោអន្តអសញ្ញណោកតាំងបញ្ញផល្ងមៃហង្សាពេភគីភវន្តតេយេតាំងកតាំងសវិតិតាំងតនាងបញ្ញទេវាកន្ត្វានិវេតយងសាពេលោកម្មហិយេសត្តាជីវន្តារហេតកាមេណញ្ញងភោចនាងសាពេលភ័នមេចេតសាទេសសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វសេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់សេចក្តីសោកសូមឲ្យជាសានបានសេចក្តីសោកទៅអង្គសូមនិមន្តអញ្ជើញអនុមោទនី